បាទសួស្តីបងប្អូនយើងទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែកម្លែកពីការបង្កើតខ្វែងពូជជាមួយនឹង Red Fancy ហើយជាមួយនឹង Super Red Hasmoon បងប្អូនគ្នាអញ្ចឹងថាតើការបង្កើតមួយនេះបានជោគជ័យប៉ុណ្ណាតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាគេបង្កើតនេះគេនិយាយអីតិចតួចអញ្ចឹងណាផ្លាកាត់អីហ្នឹងទៅនេះលទ្ធផលបង្កើតចេញមកគឺភក់ទាំងអស់បងប្អូនគ្នាអាយយអញ្ចឹងមានន័យថាគេអត់ recommend ឲ្យយើងបង្កាត់ខ្វែងពូជគ្នាខ្លាំងទេលទ្ធផលគឺបងប្អូនឃើញចេញមកអាពណ៌ក្រហមនោះក្រហមមិនដុតរៀងស្លេកអាខ្លះអានោះទៀតភក់សតតែម្ដងបាទអញ្ចឹងបងប្អូនអរគ្នាកុំបង្កាត់ខ្វែងពូជសុខចិត្តបង្កាត់ដូចគ្នាល្អជាងបងប្អូនគ្នាអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនគ្នានឹងយល់ពីការបង្កាត់ខ្វែងពូជហើយជាមួយនឹងពូជសុតបងប្អូនគ្នាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត